លុះដល់ថ្ងៃស្អែកឡើងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាក៏រត្រួតរទ្រាំទាស់នឹងម៉ូសេហើយនឹងអេរ៉ុនថាលោកបានសម្លាប់ពួកជូននៃព្រះយេហូវ៉ាតែការពួកជំនុំបានប្រជុំគ្នាទាស់នឹងម៉ូសេហើយនឹងអេរ៉ុនដូច្នេះនោះគេក្រឡេកមើលទៅខាងត្រសាលជំនុំឃើញពពមកគ្រប់លើត្រសាលហើយសេរីល្អនៃព្រះយេហូវ៉ាក៏លេចមកដែរឯម៉ូសេនិងអេរ៉ុនក៏ទៅឯត្រង់មកត្រសាលជំនុំនោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថាចូលឲ្យអាងថយចេញពីពួកជំនុំនេះទៅដើម្បីឲ្យអញបានបំផ្លាញគេចេញជាមួយរំពេចតែអ្នកទាំងពីរក៏ទម្លាក់ខ្លួនចុះក្រោតផ្កាមកហើយម៉ូសេប្រាប់ដល់អេរ៉ុនថាចូលយកពានរបស់បងទៅហើយយកភ្លើងពីលើអាសនាមកដាក់រួបរាកំញាញ់នាំយកទៅឯពួកជំនុំថ្វាយឲ្យធួននឹងគេជាបញ្ញត្តិទៅត្បិតមានសេចក្តីក្រោធចេញពីចំពោះព្រះយេហូវ៉ាមកមានមនុស្សកំពុងតែដួលស្លាប់ហើយដូច្នេះអេរ៉ុនក៏យកពានទៅតាមបង្គាប់ម៉ូសេហើយរត់ទៅឯកណ្ដាលពួកជំនុំនោះឃើញមនុស្សកំពុងតែដួលស្លាប់នៅក្នុងពួកគេហើយរួចលោករួយកំញាញ់ថ្វាយឲ្យធួននឹងគេក៏ឈរនៅកណ្ដាលពួកមនុស្សស្លាប់និងពួកមនុស្សរស់ដូច្នេះការប្រហារជីវិតនោះក៏បាក់ទៅរីឯពួកមនុស្សដែលស្លាប់ដោយការប្រហារមនុស្សការប្រហារជីវិតនោះមានចំនួន14700នាក់ទីតេពីពួកអ្នកដែលត្រូវស្លាប់ពីដំណើរកូរ៉េរួចអេរ៉ុនក៏ត្រឡប់ទៅឯម៉ូសេនៅត្រង់មាត់ទ្វារត្រសាលជំនុំហើយការប្រហារជីវិតបានឈប់ត្រង់នៅសូមសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំព្រះបិតាសូមជួយទូលបង្គំនៅព្រឹកនេះជួយឲ្យទូលបង្គំមានកម្លាំងក្នុងការអធិប្បាយពីព្រះបន្ទូលរបស់ព្រះអង្គសូមឲ្យចិត្តរបស់យើងទាំងអស់គ្នាបានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គដើម្បីជំរុញចិត្តឲ្យយើងផ្សាយនឹងល្អទៅដល់អ្នកមិនជួក្នុងលោកីនេះព្រះអង្គអើយយើងត្រូវការរំជើញចិត្តដែលសារយើងតែងតែភ្លេចថាយើងមានអ្វីដ៏ប្រសើរយើងមានអ្វីដែលអាចនឹងសង្គ្រោះមនុស្សលោកបានប៉ុន្តែយើងលែងប្រើសូមព្រះអង្គជួយយើងក្នុងការដែលយើងរំលឹកគ្នាទាំងទូបង្គំផងដែរសូមព្រះអង្គរំលឹកទូបង្គំនៅព្រឹកនេះដាស់តួនឲ្យយើងទាំងអស់គ្នាផ្សាយនឹងល្អចំពោះអ្នកដែលមិនជួដើម្បីប្រយោជន៍ឲ្យគេសង្គ្រោះរួចពីសេចក្តីក្រោធដ៏ធំធេងរបស់ព្រះអង្គអើយបើសិនជាមានមនុស្សនៅទីនេះដែលមិនទាន់ជឿនៅឡើយសូមព្រះអង្គធ្វើការក្នុងចិត្តរបស់គេដោយព្រះវិញ្ញាណបរិសុទ្ធឲ្យគេមើលឃើញពីសេចក្តីពិតមើលឃើញពីដំណឹងល្អដែលព្រះអង្គបានប្រាប់យើងទាំងអស់គ្នាដោយព្រះបន្ទូលរបស់ព្រះអង្គទូលបង្គំអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនដូច្នេះនៅព្រឹកនេះយើងនឹងមើលហេតុផលពីរយ៉ាងដែលគួរនឹងជំរុញឲ្យយើងប្រកាសដំណឹងល្អដល់អ្នកមិនជួហើយមួយទៀតយើងនឹងមើលគំរូដែលគួរនឹងជំរុញឲ្យយើងប្រកាសដំណឹងល្អដល់អ្នកមិនជួផងដែរដូច្នេះយើងចាប់ផ្ដើមជាមួយហេតុផលទី1ដែលគួរនឹងជំរុញឲ្យយើងប្រកាសដំណឹងល្អប្រាប់អ្នកដទៃ
អ្នកដែលមិនជួហេតុផលទី1ស្ថានភាពដ៏ធ្ងន់ធ្ងររបស់មនុស្សយើងឃើញនៅខ41មើលជាមួយខ្ញុំលឺដល់ថ្ងៃស្អែកឡើងតើនោះពាក្យនោះមានន័យថាម៉េចលឺដល់ថ្ងៃស្អែកឡើងមានអ្វីកើតឡើងថ្ងៃមុននោះបើសិនជាយើងអានខមុននោះយើងនឹងឃើញមានពួកកូរ៉េមិនមែនជនជាតិកូរ៉េប៉ុន្តែពួកកូរ៉េភាសាអង់គ្លេសថា Korah ជាពួកដែលទាស់នឹងម៉ូសេពួកគេថាយើងទាំងអស់គ្នាបរិសុទ្ធមិនមែនគ្រាន់តែម៉ូសេនិងអេរ៉ានដែលបរិសុទ្ធទេដែលសារគេចង់ខ្លាចជាអ្នកដឹកនាំចង់ឡើងឋានៈខ្ពស់ស្មើនឹងម៉ូសេហើយគេទាស់នឹងម៉ូសេហើយដោយសារពេលនោះម៉ូសេបានក្រោកនៅលើដីហើយសូមព្រះអង្គការពារហើយបងប្អូនដឹងមានអ្វីកើតឡើងនៅពេលនោះពេលគេទាស់នឹងព្រះអង្គនឹងព្រះបាទពួកគេស្លាប់អស់ហើយមានអីកើតឡើងវាអស្ចារ្យមិនមែនគ្រាន់តែស្លាប់ធម្មតាប៉ុន្តែមានអីកើតឡើងដឹងចាំរឿងហ្នឹងដីបាក់មាត់ហើយគេធ្លាក់ចូលក្នុងពិភពលោកបាក់ដូចជាដីស៊ីគេបាក់ស៊ីពួកគេហើយមានគេស្លាប់ច្រើនដូច្នេះលួចដល់ថ្ងៃស្អែកឡើងពួកអ៊ីស្រាអែលបានឃើញនៅថ្ងៃមុនគេបានឃើញសេចក្តីក្រោធរបស់ព្រះអង្គយ៉ាងជាក់លាក់ថាគុំទាស់នឹងអ្នកដឹកនាំដែលអាយបានចាក់ហើយថ្ងៃស្អែកឡើងមានអីកើតឡើងគេធ្វើម្ដងទៀតបើសិនជាយើងមើលរឿងរបស់ប្រទេសអ៊ីស្រាអែលដូចជារៀងរាល់ការមានរៀងរាល់ឱកាសដែលគេមានដើម្បីដូចជារទ្រាំឬក៏ថាព្រះអង្គធ្វើអាក្រក់ដល់ពួកគេចេះតែធ្វើចេះតែដូចជាថាព្រះអង្គមិនល្អចំពោះយើងព្រះអង្គមិនផ្គត់ផ្គង់យើងយ៉ាងល្អទេហើយគេទាស់នឹងម៉ូសេរៀងរាល់ពេលប៉ុន្តែពេលខ្លះពេលយើងលឺអំពីរឿងរបស់ប្រទេសអ៊ីស្រាអែលពេលខ្លះយើងអួតខ្លួនហើយគេថាយើងមិនដូចគេពួកគេដូចជាឈួតហើយយើងមានប្រាជ្ញាប៉ុន្តែតាមពិតយើងដឹងព្រះគម្ពីរបានមានបន្ទូលប្រាប់យើងថាមនុស្សគ្រប់គ្នាដូចគ្នាខ្ញុំជឿថាបើសិនជាយើងនៅជាមួយគេយើងនឹងធ្វើដូចគេដែរនៅរ៉ូមចំពោះ1ខ18ខព្រះបន្ទូលមានបន្ទូលថាពីព្រោះសេចក្តីក្រោធរបស់ព្រះបានសម្ដែងបូកពីឋានសួគ៌ទាស់នឹងគ្រប់ទាំងសេចក្តីតមិលល្មោះនិងសេចក្តីតចរិតរបស់មនុស្សដែលគេបង្កាំងសេចក្តីពិតដោយសេចក្តីតចរិតព្រោះការដែលអាចនឹងស្គាល់ពីព្រះបាននោះបានសម្ដែងមកក្នុងពួកគេហើយដែលព្រះទ្រង់សម្ដែងការនោះឲ្យគេឃើញជាក់ត្បិតអ្វីរបស់ទ្រង់ដែលរកមើលមិនឃើញទាំងពីកំណើតលោកីមកទោះទាំងព្រះចេស្តាដ៏នៅអកលជានិច្ចនិងសង្សាយជាព្រះរបស់ទ្រង់នោះឃើញច្បាស់វិញដែលពិចារណាយល់របស់ទាំងប៉ុន្មានដែលទ្រង់បានបង្កើតមកយើងទាំងអស់គ្នាបានបាត់បង់ពីមុនបើសិនជាយើងសពថ្ងៃយើងជួលើព្រះយេស៊ូវគ្រីស្ទប៉ុន្តែពីមុនយើងដូចគេយើងទាំងអស់គ្នាជាអ្នកដែលមិនយល់ព្រមពីអ្វីដែលព្រះអង្គបានធ្វើទោះបើព្រះអង្គបានប្រាប់ឲ្យជាក់ថាព្រះអង្គជាព្រះតាមអ្វីដែលយើងមកឃើញក្នុងផែនដីនេះអ្វីដែលព្រះអង្គបានបង្កើតមនុស្សទាំងអស់អាចនឹងដឹងដោយសារគេគិតថាតើការនេះកើតឡើងយ៉ាងដូចម្ដេចគេអាចដឹងថាព្រះអង្គមានព្រះចេស្តាហើយគេគួរនឹងគោរពព្រះដែលបង្កើតអ្វីទាំងអស់នេះប៉ុន្តែមនុស្សយើងធ្វើអីយើងជ្រើសរើស
ការដែលមុនពុតជាជាងអ្វីដែលយើងដឹងក្នុងចិត្តហើយយើងថ្វាយបង្គំរូបដែលយើងបង្កើតឬក៏យើងថ្វាយបង្គំអ្វីផ្សេងពីព្រះមនុស្សទាំងអស់គ្នានៅជុំវិញយើងស្ថិតនៅក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរដោយប្រទេសអ៊ីស្រាអែលនៅថ្ងៃនោះពួកគេកំពុងតែទាស់នឹងព្រះអម្ចាស់ហើយការដែលយើងទាស់ព្រះអម្ចាស់នោះជាស្ថានភាពធ្ងន់ធ្ងរដូច្នេះចិត្តរបស់យើងគួរមានការឆ្លើយតបយ៉ាងម៉េចនៅពេលដែលព្រះយេស៊ូវគ្រីស្ទបានឡើងភ្នំនឹងមោក្រុងយេរូសាឡិមមានអ្វីកើតឡើងនៅលូកាចំពោះ19ថាព្រះកន្សាងនឹងក្រុងនោះថាអើអាងអើយនៅថ្ងៃរបស់អាងនេះគួរណាស់តែបងអាងបានស្គាល់សេចក្តីដែលសម្រាប់ឲ្យអាងបានសុខសាន្តតូអេប៉ុន្តែឥឡូវនេះសេចក្តីទាំងនោះបានកំបាំងនឹងភ្នែកអាងហើយនៅពេលដែលព្រះយេស៊ូវគ្រីស្ទឃើញទីក្រុងយេរូសាឡិមព្រះអង្គយំហើយអ្វីដោយសារមើលស្ថានភាពដ៏ពិតប្រាកដរបស់ពួកគេមិនគ្រាន់តែមើលរូបកាយខាងក្រៅរបស់គេប៉ុន្តែមើលខាងក្នុងថាពួកគេកំពុងតែបាត់បង់ជីវិតកំពុងតែជាប្រលឹងដែលនៅដើរលើផ្លូវដែលនាំគេទៅឋាននរកហើយនោះនាំឲ្យព្រះអង្គយំដោយសារអាណិតគេតើពួកយើងយ៉ាងម៉េចនៅពេលដែលយើងនៅផ្សារនៅពេលដែលយើងនៅស្ទះផ្លូវពេលដែលខ្ញុំនៅស្ទះផ្លូវខ្ញុំចិត្តតែខឹងតើខ្ញុំគួរនឹងមានចិត្តអាណិតដល់អ្នកជុំវិញខ្ញុំដែលខ្ញុំដឹងពាក្យច្រើននៅកម្ពុជាកំពុងតែបាត់បង់ជីវិតដោយសារគេអត់ស្គាល់ព្រះអង្គដោយសារគេអត់ជឿលើព្រះនាមព្រះយេស៊ូវគ្រីស្ទយើងគួរនឹងយំនៅពេលដែលយើងឃើញពួកគេដែលមិនស្គាល់ព្រះអង្គសូមព្រះអង្គជួយឲ្យយើងមើលឃើញដូចជាព្រះនេតព្រះអង្គឃើញឲ្យមានទស្សនៈដូចព្រះអង្គឲ្យយើងមើលអ្នកដែលមិនជួដោយចិត្តអាណិតដួលអាណិតដល់គេហើយនោះគួរនឹងជំរុញឲ្យយើងធ្វើអីផ្សាយដំណឹងល្អដល់គេនឹងហេតុផលទី1ដែលគួរនឹងនាំឲ្យយើងផ្សាយដំណឹងល្អគឺស្ថានភាពធ្ងន់ធ្ងររបស់មនុស្សនៅជុំវិញយើងនៅក្នុងពិភពលោកនេះដោយដែលនៅប្រទេសអ៊ីស្រាអែលនៅថ្ងៃនោះហេតុផលទី2ដែលគួរនឹងនាំឲ្យយើងផ្សាយដំណឹងល្អចំពោះអ្នកដែលមិនជឿគឺសេចក្តីក្រោធដ៏ធំធេងរបស់ព្រះជាម្ចាស់នៅខ42តែកាលពួកជំនុំបានប្រជុំគ្នាទាស់នឹងម៉ូសេហើយនឹងអារ៉ានដូច្នេះនោះគេក្រឡេកមើលទៅខាងត្រសាលជំនុំឃើញពោបមកគ្រប់លើត្រសាលហើយសេរីល្អនៃព្រះយេហូវ៉ាក៏លេចមកដែរឯម៉ូសេនិងអារ៉ានក៏ទៅឯត្រង់មកត្រសាលជំនុំនោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថាចូលឲ្យអាងថយចេញពីពួកជំនុំនេះទៅដើម្បីឲ្យអាងបានបំផ្លាញគេចេញជាមួយរំពេចតែអ្នកទាំងពីរក៏ទម្លាក់ខ្លួនចុះក្រោបផ្កាមកសេចក្តីក្រោធរបស់ព្រះជាម្ចាស់ពេលខ្លះយើងអាចចូលចិត្តនិយាយអំពីសេចក្តីក្រោធរបស់ព្រះអង្គយើងចូលចិត្តនិយាយអំពីសេចក្តីស្រឡាញ់ទៅវិញប៉ុន្តែសេចក្តីក្រោធរបស់ព្រះអង្គជាការពិតវាមិនជាការកុហកហើយសេចក្តីក្រោធរបស់ព្រះអង្គគឺសេចក្តីក្រោធដ៏ធំធេងដែលសារព្រះអង្គជាព្រះដ៏នៅអស់កលជានិច្ចសេចក្តីក្រោធរបស់ព្រះអង្គនៅអស់កលជានិច្ចផងដែរព្រះអង្គបានបង្កើតពិភពលោកបានបង្កើតអ្វីទាំងអស់
ហើយការដែលមនុស្សជាមនុស្សដែលព្រះអង្គបានបង្កើតការដែលយើងទាស់នឹងព្រះអង្គនោះគួរឲ្យយើងទទួលសេចក្តីក្រោធដ៏អស្ចារ្យជានិច្ចដែលសារយើងធ្វើបាបទាស់នឹងព្រះអង្គដែលនៅអស្ចារ្យជានិច្ចនោះជាមូលហេតុដែលឋាននរកគឺជាកន្លែងមួយដែលនៅអស្ចារ្យជានិច្ចហើយជាកន្លែងដែលមនុស្សវេទនាអស្ចារ្យជានិច្ចដែលសារគេធ្វើបាបចំពោះព្រះអង្គដែលនៅអស្ចារ្យជានិច្ចផងដែរអេស៊ីគៀលចំពោះ8ខ18ថាដូច្នេះអាយនឹងប្រព្រឹត្តដោយសេចក្តីក្រោធដែរភ្នែកអាយនឹងមិនប្រណីឡើយអាយនឹងមិនអាណិតមេត្តាទេទោះបើគេអំពាវនាវដោយសំឡេងយ៉ាងខ្លាំងចាក់ចជាតិអាយក៏ដោយកងតែអាយមិនព្រមស្ដាប់ឡើយគឺជាអ្វីដែលគួរនាំឲ្យយើងខ្លាចមែនតើអ្នកតទេគេកំពុងតែនៅកន្លែងដ៏គ្រោះថ្នាក់ខ្លាំងមែនតើហើយយើងដឹងពួកគេអត់ដឹងខ្លួនប៉ុន្តែយើងដឹងដោយសារយើងជឿហើយយើងឮព្រះបន្ទូលរបស់ព្រះអង្គម៉ាថាយចំពោះ10ខ41ដល់42ព្រះយេស៊ូវមានបន្ទូលថាគឺកូនមនុស្សនឹងចាក់ពួកទេវតាទៅច្រូតយកអស់ទាំងក្បួនដែលនាំឲ្យមនុស្សវវាក់ចិត្តនឹងពួកអ្នកដែលប្រព្រឹត្តទទឹងច្បាប់ពីនគរចិនហើយនឹងបោះគេចោលទៅក្នុងកុកភ្លើងនៅទីនោះគេនឹងយំហើយសង្គ្រាតថ្មិញនេះហើយជាសេចក្តីក្រោធរបស់ព្រះអង្គដែលកំពុងតែចាមទទួលអ្នកដែលមិនព្រមជួឬព្រះនាមព្រះយេស៊ូវគ្រីស្ទហើយនេះការពិតនេះគួរនឹងធ្វើជាការជំរុញចិត្តដល់យើងតើយើងធ្វើអីបើសិនជាយើងឃើញកុមារម្នាក់ឈរនៅកណ្ដាលផ្លូវហើយយើងឃើញឡានទីក្រុងកំពុងតែមកតើយើងនឹងឃើញធ្វើអីគ្រាន់តែមើលយើងដឹងថាកូននោះក្មេងនោះនឹងមានគ្រោះថ្នាក់ដូច្នេះយើងព្យាយាមជួយសង្គ្រោះគេប៉ុន្តែចុះយើងជាគ្រីស្ទបរិស័ទដែលយើងកំពុងតែដឹងអ្នកដែលមិនជឿលើព្រះនាមព្រះយេស៊ូវគ្រីស្ទគេគ្រោះថ្នាក់ខ្លាំងជាងកុមារនោះប៉ុន្តែពាក្យឆានយើងអង្គុយយើងអត់មើលអត់ខ្វល់អត់ហ៊ានដោយសារខ្មាស់ដោយសារអៀននោះមិនមែនគឺអ្វីដែលគួរនឹងកើតឡើងតាមពិតយើងគួរក្លាហានក្នុងការសង្គ្រោះមនុស្សតើយើងនឹកចាមយ៉ាងដូចម្ដេចជួយឲ្យយើងរាល់គ្នាបានផ្លាស់ប្រែវិញដែលកំណត់បានកាយជាថ្មីឡើងបញ្ហាធំក្នុងជីវិតយើងជាគ្រីស្ទបរិស័ទគឺនេះថាយើងមិនជឿយ៉ាងម៉េចយើងថាបើសិនជាមនុស្សមិនទទួលជួព្រះយេស៊ូវគ្រីស្ទគេនឹងវិនាសអស់កលជានិច្ចនឹងជាអ្វីដែលយើងថាយើងជឿប៉ុន្តែតើទង្វើរបស់យើងស្មើឬក៏ឯកភាពជាមួយអ្វីដែលយើងថាបើសិនជានេះពិតជាអ្វីដែលយើងជឿនោះនឹងមានអត្ថប្រយោជន៍ក្នុងជីវិតរបស់យើងរៀងរាល់ថ្ងៃក្នុងអ្វីដែលយើងធ្វើក្នុងអ្វីដែលយើងធ្វើជាទីបន្ទាល់ចំពោះមនុស្សប្រហែលយើងគិតលោកម៉ូសេនិងអេរ៉ានគេឃើញស្រាប់ថាមានមនុស្សកំពុងតែដួលស្លាប់នៅមុខគេដូច្នេះស្រួលសម្រាប់គេដូច្នេះគេព្យាយាមជួយប៉ុន្តែតាមពិតវាដូចគ្នាចំពោះយើងរៀងរាល់ពេលដែលមនុស្សម្នាក់ស្លាប់ដែលក្រៅពីព្រះគ្រីស្ទគេវិនាសអស់កលជានិច្ចកុំឲ្យយើងគិតដូចលោកគេប៉ុន្តែឲ្យយើងមានគំនិតដូចព្រះយេស៊ូវដែលដួលអាណិតគេដែលយំដែលសារគេមិនព្រមជួ
ប៉ុន្តែការដែលយើងដួលអាណិតគេមិនមែនគ្រាន់តែចាមមើលប៉ុន្តែយើងមានសកម្មភាពព្យាយាមសង្គ្រោះគេដោយការដែលយើងផ្សាយនឹងល្អមួយទៀតការអធិដ្ឋានជាផ្លូវមួយដើម្បីរំលឹកខ្លួនដើម្បីចងចាំថាយើងត្រូវតែផ្សាយនឹងល្អចំពោះអ្នកដែលមិនជួតើបងប្អូនចំណាយពេលប៉ុន្មានម៉ោងរៀងរាល់ថ្ងៃក្នុងការអធិដ្ឋានសម្រាប់អ្នកដែលបាត់បង់យើងជឿថាព្រះអង្គលើពីអធិដ្ឋានរបស់យើងហើយព្រះអង្គគឺជាព្រះអម្ចាស់លើអ្វីទាំងអស់នោះជាអ្វីដែលយើងជឿប៉ុន្តែតើយើងជឿពិតប្រាកដខ្ញុំដឹងខ្ញុំមិនអធិដ្ឋានដោយដែលខ្ញុំគួរអធិដ្ឋានចំពោះព្រះអង្គដើម្បីសូមព្រះអង្គឲ្យប្រឡឹងនៅជុំវិញខ្ញុំជឿនៅពេលដែលយើងផ្សាយនឹងល្អឲ្យព្រះអង្គធ្វើការក្នុងចិត្តរបស់គេដើម្បីឲ្យគេមើលឃើញសេចក្តីពិតដើម្បីឲ្យគេជឿសង្គ្រោះយើងដឹងហើយថាការដែលយើងផ្សាយដំណឹងល្អដូចជាទួលនីតិរបស់យើងប៉ុន្តែព្រះអង្គបើកចិត្តរបស់អ្នកដែលស្ដាប់ចូលឲ្យយើងអធិដ្ឋានសូមព្រះអង្គឲ្យយើងប្រលឹងវិញ្ញាណរបស់អ្នកនៅជុំវិញយើងយើងត្រូវតស៊ូនេះជាសង្គ្រាមខាងឯវិញ្ញាណខ្ញុំដឹងពេលខ្លះយើងដូចជាក្លាហានមួយរំពេចក្នុងជីវិតរបស់យើងផ្សាយមកល្អប៉ុន្តែគ្មានការទទួលដូចជាយើងមិនថយប៉ុន្តែបើសិនជាយើងឃើញភាពពិតប្រាកដរបស់មនុស្សជុំវិញយើងមិនគួរថយវិញគ្រាន់តែដោយសារគេមិនទទួលយើងគួរនឹងបន្តទៅទៀតការដែលគេមិនទទួលគួរនឹងជំរុញឲ្យយើងព្យាយាមទៀតតែសេះគេអត់ដឹងខ្លួនការអាណិតដល់គេគួរនឹងឲ្យយើងព្យាយាមយ៉ាងអស់ពីចិត្តពេញមួយជីវិតមិនមែនគ្រាន់តែមួយរំពេចក្នុងជីវិតរបស់យើងខ្ញុំដឹងហើយនៅពេលដែលយើងជាគ្រីស្ទបរិស័ទយូរឆ្នាំនេះជារឿងរបស់ខ្ញុំផងដែរពេលដែលយើងជួយើងដូចជាឆេះឈួលហើយយូរទៅយើងបាត់បង់ការឆេះឈួលប៉ុន្តែយើងត្រូវរំលឹកគ្នាសេចក្តីពិតមិនបានដូរមិនបានកាយសេចក្តីពិតនៅតែជាសេចក្តីពិតនៅឡើយយើងត្រូវរំលឹកខ្លួនពីសេចក្តីពិតអធិដ្ឋានសូមព្រះអង្គសង្គ្រោះមនុស្សតាមរយៈយើងផ្សាយនឹងល្អហើយត្រូវរៀបចំខ្លួនក្នុងការដែលយើងផ្សាយនឹងល្អហេតុផលទី1ស្ថានភាពធ្ងន់ធ្ងររបស់មនុស្សហេតុផលទី2សេចក្តីក្រោធដ៏ធំធេងរបស់ព្រះជាម្ចាស់លើខ្ញុំចង់ឲ្យយើងមកគំរូរបស់លោកម៉ូសេនិងលោកអេរ៉ានដែលជាគំរូដែលគួរនឹងជំរុញឲ្យយើងប្រកាសដំណឹងល្អដល់អ្នកមិនជួគំរូរបស់គេគឺជាគំរូនៃការអធិដ្ឋាននិងការធ្វើសកម្មភាពជាគំរូដែលនៃការអធិដ្ឋាននិងការធ្វើសកម្មភាពហើយខ្ញុំបានដាក់លោកម៉ូសេនិងអេរ៉ានជាមួយគ្នាដោយសារគេមានគោលបំណងដូចគ្នាក្នុងខប៉ុន្មាននេះហើយគេធ្វើជាមួយគ្នាដើម្បីសង្គ្រោះប្រទេសអ៊ីស្រាអែលចេញពីសេចក្តីក្រោធរបស់ព្រះអង្គដូច្នេះតើគេបានទាំងពីរនាក់បានធ្វើអីខ្លះព្រះអង្គបញ្ជាឲ្យគេធ្វើអីក្នុងខនេះព្រះអង្គបានបញ្ជាឲ្យគេធ្វើអីដឹងទេចាំឲ្យគេនៅជាមួយពួកអ៊ីស្រាអែលក៏ឲ្យគេចេញរត់ចេញពីពួកជំនុំនេះមានថាពួកនេះចេញដើម្បីឲ្យខ្ញុំបំផ្លាញពួកគេមួយរំពេចប៉ុន្តែពួកគេបានធ្វើអីគេបានរត់ចេញអត់គេមិនស្ដាប់បង្គាប់
ហើយដល់វិញដែលខ្សាគេស្គាល់ព្រះអង្គយ៉ាងជិតស្និទ្ធគេមិនរត់ចេញគេបានទម្លាក់ខ្លួនចុះក្រោបផ្កាមមកនឹងមានថាម៉េចសកម្មភាពរបស់គេមានអត្ថន័យដូចនេះថាព្រះអង្គអើយបើសិនជាព្រះអង្គនឹងសម្លាប់ពួកគេត្រូវសម្លាប់យើងផងដែរនេះជាឧស្សាហ៍របស់គេក្នុងការដែលគេចង់ឃើញប្រទេសអ៊ីស្រាអែលសង្គ្រោះជាភាពឧស្សាហ៍ក្នុងចិត្តគេហ៊ានលះបង់ជីវិតដើម្បីឃើញប្រទេសអ៊ីស្រាអែលសង្គ្រោះពីសេចក្តីក្រោធរបស់ព្រះអង្គតើពួកយើងហ៊ានលះបង់ដល់កម្រិតណាដើម្បីឲ្យអ្នកដទៃទទួលសេចក្តីសង្គ្រោះតើយើងហ៊ានលះបង់ជីវិតដោយលោកម៉ូសេនិងលោកអេរ៉ានភាពឧស្សាហ៍របស់គេបន្តនៅខ46ហើយម៉ូសេប្រាប់ដល់អេរ៉ានថាចូលយកពានរបស់បងទៅហើយយកភ្លើងពីលើអាសនាមកដាក់រួចរយកំញៀនយកកំញៀននាំយកទៅឯពួកជំនុំថ្វាយឲ្យធួននឹងគេជាប្រញាប់ទៅត្បិតមានសេចក្តីក្រោធចេញពីចំពោះព្រះយេហូវ៉ាមកមានមនុស្សកំពុងតែដួលស្លាប់ហើយការនេះគឺជាកិច្ចការដ៏បន្ទាន់នៅពេលដែលយើងអានខគម្ពីរនេះខ្ញុំចង់ឲ្យបងប្អូនឮដូចជាការដែលពួកគេបន្ទាន់គេដូចជាធ្វើភ្លាមហើយមានចិត្តក្នុងអ្វីដែលគេធ្វើដូច្នេះអេរ៉ានក៏យកពានទៅតាមបង្គាប់ម៉ូសេហើយរត់ទៅឯកណ្ដាលពួកជំនុំនោះឃើញមនុស្សកំពុងតែដួលស្លាប់នៅក្នុងពួកគេហើយរួចលោករយកំញានថ្វាយឲ្យធួននឹងគេក៏ឈរនៅកណ្ដាលពួកមនុស្សស្លាប់និងពួកមនុស្សរស់ក៏ឈរនៅកណ្ដាលពួកមនុស្សស្លាប់និងពួកមនុស្សរស់ដូច្នេះការប្រហារជីវិតនោះក៏បាត់ទៅអេរ៉ានបានធ្វើអីបានរត់ទៅណាចេញពីគេអត់ទេបានរត់ទៅកន្លែងដែលសេចក្តីក្រោធរបស់ព្រះអង្គកំពុងតែចេញហើយបានឈរនៅកន្លែងនៅមុខគេស្លាប់អស់នៅក្រោយគេរស់អស់បេសកកម្មរបស់អេរ៉ានគឺជាកិច្ចការមួយដ៏បន្ទាន់ដែលសារមនុស្សកំពុងតែដួលស្លាប់គឺជាកិច្ចការដ៏បន្ទាន់ចូលឲ្យយើងគិតព្រោះយើងដោយដែលអេរ៉ានមានអ្វីមួយដែលអាចធ្វើដើម្បីសង្គ្រោះមនុស្សយើងមានអ្វីដែរដោយគាត់ដែលអាចនឹងសង្គ្រោះមនុស្សផងដែរយើងជាពួកសងហលួងយើងព្រះបានប្រទានការផ្សះផ្សាមកយើងខ្ញុំដែរហើយពិតប្រាកដព្រះក្រោធសពថ្ងៃនេះមិនមែនកោតដូចជាសម័យនោះមិនមែនជាការប្រហារជីវិតប៉ុន្តែនៅពេលដែលមនុស្សស្លាប់ដែលអត់ជឿលើព្រះយេស៊ូវគ្រីស្ទគេនឹងជួបសេចក្តីក្រោធរបស់ព្រះអង្គអស់កលជានិច្ចយើងមានកិច្ចការដែលបន្ទាន់ផងដែរចូលទៅបញ្ចុះបញ្ចូលឲ្យមានសាសនៅគ្រប់ទាំងសាសព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យដោយនៅព្រះនាមព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធចុះហើយបង្រៀនឲ្យគេកានតាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផងហើយមក
ខ្ញុំនៅក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរដល់រាបដល់បំផុតកាលអាមែនព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ឬព្រះអម្ចាស់ជាស្ដេចឬអស់ទាំងស្ដេចយើងមិនគួរខ្លាចអីសោះក្នុងការដែលយើងបំពេញបេសកកម្មដែលព្រះអង្គបានឲ្យយើងចូលចេញទៅប្រកាសដំណឹងល្អបង្កើតសាសគ្មានអ្វីដែលអាចនឹងកើតឡើងចំពោះយើងលែងតែព្រះអង្គអនុញ្ញាតរីឯពួកមនុស្សដែលស្លាប់ដោយការប្រហារជីវិតនោះមានចំនួន14700នាក់ទីទេពីពួកអ្នកដែលត្រូវស្លាប់ពីដំណើរកូរ៉េរូតអេរ៉ិនក៏ត្រឡប់ទៅឯម៉ូសេនៅត្រង់មាត់ទ្វារត្រសាលជំនុំហើយការប្រហារជីវិតបានឈប់ត្រង់នៅតើប៉ុន្មានភាគរយក្នុងជនជាតិអ៊ីស្រាអែលបានស្លាប់បើសិនជាយើងរាប់ដោយសារព្រះគម្ពីរបានប្រាប់យើងមានមនុស្សប៉ុន្មានអ្នកក្នុងចំនួនគេមានតែ1%តិចជាង1%ដែលបានស្លាប់នៅថ្ងៃនោះហើយអ្វីមានតិចម្លេះដោយសារអេរ៉ិនបានរត់ពិតប្រាកដយើងជឿថាព្រះអង្គជាព្រះអម្ចាស់ព្រះអង្គគ្រប់គ្រងអ្វីទាំងអស់ប៉ុន្តែយើងជាមនុស្សមានទូនាទីដែលព្រះអង្គបានឲ្យហើយអេរ៉ិនទទួលទូនាទីដែលព្រះអង្គបានឲ្យគឺជាព្រះបានឲ្យអេរ៉ិនជាព្រះសង្ឃសម្ដេចសង្ឃហើយទូនាទីរបស់គាត់គឺធួនឹងបាបធ្វើអ្វីដែលព្រះអង្គបានប្រាប់ដើម្បីកុំឲ្យគេជាប់អំពើបាបរហូតគេជួលើអ្វីដែលព្រះអង្គបានប្រាប់ឲ្យគេធ្វើហើយគេបានសង្គ្រោះមនុស្សជាច្រើនបើសិនជាអេរ៉ិនបានរត់មានអ្វីកើតឡើងមនុស្សជាច្រើនជាងនឹងបានស្លាប់ពេលនោះសូមឲ្យយើងមានចិត្តដូចអេរ៉ិននិងលោកម៉ូសេមនុស្សនៅជុំវិញយើងកំពុងតែស្លាប់យើងមានកិច្ចការដ៏បន្ទាន់យើងមានដំណឹងដែលអាចសង្គ្រោះមនុស្សបានមិនមែនដោយសារយើងប៉ុន្តែដោយសារព្រះអង្គបានឲ្យដំណឹងល្អនេះដល់យើងចូលឲ្យយើងឈរនៅកណ្ដាលពួកមនុស្សស្លាប់និងពួកមនុស្សរស់ដោយលោកអេរ៉ិនចូលឲ្យយើងប្រកាសដំណឹងល្អហើយរាប់ការប្រកាសនេះជាកិច្ចការមួយដ៏បន្ទាន់ក្នុងជីវិតរបស់យើងហើយទុកចិត្តលើព្រះអង្គថាព្រះអង្គនឹងសង្គ្រោះមនុស្សតាមរយៈដំណឹងល្អហើយអ្វីដែលសារព្រះអង្គបានសន្យាថាមនុស្សនឹងសង្គ្រោះដោយសារការប្រកាសដំណឹងល្អនៅពេលដែលយើងប្រកាសចំពោះអ្នកដែលបាត់បង់ថាព្រះអធិការរបស់យើងដែលបានបង្កើតអ្វីទាំងអស់បានបង្កើតលោកីយ៍នេះបរិសុទ្ធប៉ុន្តែមនុស្សយើងបានធ្វើបាបទាស់នឹងព្រះអង្គប្រឆាំងនឹងព្រះអង្គហើយទំនាក់ទំនងរបស់យើងរវាងមនុស្សនិងរវាងព្រះអង្គបានបាត់បង់ហើយយើងគួរនឹងទទួលសេចក្តីស្លាប់ដោយសារអំពើបាបប៉ុន្តែព្រះអង្គបានរៀបចំផ្លូវសង្គ្រោះសម្រាប់មនុស្សយើងព្រះរាជបុត្រារបស់ព្រះអង្គបានយាងមករស់នៅក្នុងជីវិតមួយដ៏បរិសុទ្ធបានប្រសូតមកជាមនុស្សដើម្បីអាចនឹងជំនួសយើងហើយទ្រង់បានសគត់នៅលើឈើឆ្កាង
ហើយថ្ងៃទីបាយព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយថាមនុស្សទាំងអស់ដែលជួលឬព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទនឹងទទួលសេចក្តីសង្គ្រោះទទួលការអស់ទោសពីអំពើបាបបានហើយទទួលជីវិតអកលជានិច្ចពីព្រះអង្គដំណឹងល្អនោះជាដំណឹងដែលសង្គ្រោះមនុស្សពិតប្រាកដកុំឲ្យយើងចោលឱកាសដែលយើងមានសូមសំនួនใจអធិដ្ឋានជាមួយខ្ញុំព្រះវរបិតាកូនលន់តួលឺព្រះអង្គចំពោះព្រះអង្គកូនដឹងថាកូនបានរំលងឱកាសក្នុងការផ្សាយដំណឹងល្អទោះបើកូនជាបេសកជននៅកម្ពុជាការងាររបស់កូនជាការប្រកាសដំណឹងល្អកូនបានរំលងឱកាសដែលកូនមានហើយកូនលន់តួចំពោះព្រះអង្គសូមឲ្យកូនមានកម្លាំងការជំរុញចិត្តនៅមុខនេះដើម្បីមានភាពឧស្សាហ៍ក្នុងចិត្តផ្សាយដំណឹងល្អចំពោះអ្នកដែលបាត់បង់ចំពោះអ្នកដែលមិនទាន់ជួនៅឡើយហើយសូមព្រះអង្គប្រើប្រាស់ពួកជំនុំយើងពួកជំនុំសាឡូមភ្នំពេញដើម្បីផ្សាយដំណឹងល្អទៅដល់ជនជាតិខ្មែរទៅដល់ជនជាតិវៀតណាមជនជាតិថៃជនជាតិឡាវជនជាតិទាំងអស់នៅក្នុងពិភពលោកនេះតែសារយើងដឹងនោះជាការដែលព្រះអង្គគប់ព្រះហឫទ័យនោះជាព្រះហឫទ័យរបស់ព្រះអង្គសូមឲ្យយើងមានចិត្តដូចព្រះហឫទ័យរបស់ព្រះអង្គសូមឲ្យយើងដួលអាណិតដែលសារមនុស្សជុំវិញយើងកំពុងតែបាត់បង់ជីវិតទោះបើគេជាអ្នកមានជាអ្នកក្រពួកគេវេទនាដោយសារគេអត់មានព្រះគ្រីស្ទហើយជីវិតនេះមាននៅតែមួយផ្លែតបាត់សូមឲ្យយើងរកឱកាសដើម្បីផ្សាយដំណឹងល្អហើយទូបង្គំអធិដ្ឋានសម្រាប់ថ្ងៃអាទិត្យក្រោយសប្តាហ៍ក្រោយដែលយើងនឹងមានពិធីណូអែលដើម្បីផ្សាយដំណឹងល្អចំពោះអ្នកដែលមិនជួសូមព្រះអង្គជួយឲ្យយើងយកឱកាសនោះមិនចូលរួមពិធីណូអែលដើម្បីទទួលប៉ុន្តែចូលដើម្បីឲ្យទៅវិញផ្សាយដំណឹងល្អចំពោះអ្នកដែលមិនទាន់ជួសូមឲ្យយើងក្លាហានទាំងអស់គ្នាលើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីក្លាហានក្នុងការផ្សាយដំណឹងល្អសូមព្រះអង្គជួយឲ្យយើងបំពេញបេសកកម្មរបស់យើងដែលព្រះអង្គបានឲ្យហើយសូមព្រះអង្គសពព្រះហឫទ័យឲ្យមានអ្នកជួថ្មីយើងសូមព្រះអង្គសង្គ្រោះមនុស្សនៅជុំវិញយើងប្រើប្រាស់យើងដើម្បីផ្សាយដំណឹងល្អដើម្បីឲ្យគេទទួលជឿលើព្រះនាមព្រះយេស៊ូវគ្រីស្ទយើងអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន